เราយើងធ្វើវិធីចែកទៅលើ radical ជាបន្តគឺដល់លេខរៀងអក្សរថអញ្ចឹងយើងមាន radical នៅខាងភាគយោគហើយក៏មាន radical នៅខាងភាគបែងប៉ុន្តែចំនួនដែលយើងមាននៅក្នុង radical នោះយើងមិនអាចចេញក្រៅបានទេប៉ុន្តែយើងអាចយក radical ដាក់រួមគ្នាហើយយើងយក radical ចែកនឹង radical បានគឺយើងដាក់ radical រួមហើយយើងយក192ចែកនឹង3ចឹង192ចែកនឹង3យើងបាន64អញ្ចឹង64យើងអាចលើកជាការ៉េបានដោយសារ radical យើងគឺជារឹសការ៉េអញ្ចឹងយើងអាចលើកបាន8ការ៉េ8ការ៉េយើងអាចចេញមកក្រៅបាន8ជាមិនន័យថាផលចែករបស់ radical គឺបានស្មើនឹង8គឺចម្លើយស្មើនឹង8ឥឡូវយើងបន្តមកដល់លំហាត់អក្សរតូចំពោះ radical សម្រាប់ភាគបែងគឺវាជាប្រភេទទៀត radical ជាប្រភេទឥឡូវយើងធ្វើវិធីផ្ដាច់ radical ចំពោះភាគបែងគឺយើងបដូរទម្រង់ប្រភេទទៅជាវិធីចែកចាស់វិញអញ្ចឹងយើងអាចសរសេរបានរឹស7ចែកជាមួយនឹងរឹស4លើ7ចាបន្ទាប់មកយើងផ្ដាច់ radical ចំពោះ4និង7នឹងចេញ4យើងពាក់ radical ឲ្យផ្សេងទៅខាងភាគយោគហើយយើងផ្ដាច់ radical មកឲ្យ7ផ្សេងមួយទៀតរួចចាំយើងអនុវត្តវិធីចែកប្រភេទចំពោះរឹស7យើងចង់ដាក់ជាប្រភេទគឺយើងអាចសរសេរបានភាគបែងមួយយើងអាចសរសេរបានរឹស7លើ1ហើយចែកជាមួយនឹងរឹស4លើរឹស7យើងដាក់ភាគបែងឲ្យមួយមកដើម្បីយើងអនុវត្តនៅក្នុងវិធីចែកប្រភេទគឺយើងបានរឹស7លើ1យើងចែកជាមួយនឹងរឹស4លើ7លើរឹស7បន្ទាប់មកយើងអនុវត្តវិធីចែកប្រភេទគឺយើងយកប្រភេទទី1ដើម្បីចែកប្រភេទនិងប្រភេទគឺយើងយកប្រភេទទី1គុណនឹងចម្រាស់នៃប្រភេទទី2អញ្ចឹងចម្រាស់គឺយើងដូរណាប្រភេទទី2រឹស4លើរឹស7អញ្ចឹងយើងដូររឹស7ឡើងលើដាក់រឹស4ចុះក្រោមអានេះគេហៅថាចម្រាស់បន្ទាប់មកយើងអនុវត្តដល់វិធីគុណម្ដងអញ្ចឹងយើងឈប់កើតវិធីចែកហើយគឺយើងកើតវិធីគុណប្រភេទអញ្ចឹងដើម្បីគុណប្រភេទគឺយើងគុណភាគយោគនិងភាគយោគគុណភាគបែងនិងភាគបែងភាគយោគរបស់យើងវាមានរឹស7គុណជាមួយនឹងរឹស7ភាគបែងវាមាន1គុណនឹងរឹស4គឺបានរឹស4ដែរអញ្ចឹងយើងអាចដាក់បានរឹស4អញ្ចឹង7គុណនឹង7នេះយើងអាចដាក់ radical រួមគ្នាណាគឺយើងធ្វើវិធីគុណទៅលើ radical យើងដាក់ radical រួមគ្នាហើយយើងយកលេខនៅក្នុង radical នោះគុណចូលគ្នាគឺយើងបាន7គុណនឹង7គុណនឹង7យើងអាចលើកបាន7ការ៉េហើយ4យើងអាចលើកជាការ៉េបានគឺ2ការ៉េអញ្ចឹងចំនួនមានការ៉េហើយយើងអាចចេញក្រៅបានអញ្ចឹង7ការ៉េចេញមកក្រៅបាន7 2ការ៉េចេញមកក្រៅបាន2អញ្ចឹងចម្លើយគឺទម្រង់ជាប្រភេទគឺបាន7លើ2អញ្ចឹងយើងឃើញចម្លើយស្មើ7លើ2ហើយយើងតមកដល់លំហាត់អក្សរធម៌លំហាត់អក្សរធម៌គឺយើងចែក radical ដែរគឺយើងប្រើ radical រួមរួចហើយយើងយកលេខនៅក្នុង radical នោះមកចែកជាមួយនឹងលេខនោះមកគឺយើងបាន3ចែកនឹង75យើងចែកអត់ដាច់ទេយើងចែកអត់កើតទេគឺយើងសម្រួលអញ្ចឹងលេខនេះអាចសម្រួលនឹង3បានគឺយើងយកទៅចែកនឹង3ចែកនឹង3បាន1 75ចែកនឹង3បាន25អញ្ចឹងយើងបានប្រភេទ1លើ25ដូច្នេះយើងអាចលើកជាការ៉េបាន1យើងអាចលើកបាន1ការ៉េ25យើងលើកបាន5ការ៉េអញ្ចឹងយើងដាក់1លើ5ហើយយើងប្រើវងកញ្ចក់ក្តបដើម្បីដាក់ការ៉េរួមគ្នានៅខាងក្រៅដូច្នេះយើងអាចចេញក្រៅបាន1លើ5អញ្ចឹងចម្លើយគឺស្មើ1លើ5
ឡើយយើងបន្តលំហាត់មកដល់អក្សរណូណាលេខរៀងអក្សរណូគឺរឹស5លើរឹស80អញ្ចឹងទម្រង់នៃការដោះស្រាយគឺដូចលំហាត់ខាងលើដែរគឺយើងប្រើ radical រួមគ្នាហើយយើងសរសេរចំនួន radical នោះជាទម្រង់ប្រភេទឬក៏យើងយក5ចែកនឹង80អញ្ចឹងយើងចែកអត់កើតទេដោយសារតែវាចែកអត់ដាច់អញ្ចឹងយើងអាចសម្រួលនឹង5ណាយើងបាន1លើ16បើន័យថាយក5ទៅចែកនឹង5បាន1យក80ទៅចែកនឹង5បាន16អញ្ចឹងយើងអាចលើកជាការ៉េបាន1យើងលើកបាន1ការ៉េ4យើងលើកបាន16យើងលើកបាន4ការ៉េអញ្ចឹងអានេះយើងអត់បានដាក់វងកញ្ចក់កដបរួមគ្នាគឺយើងប្រើការ៉េផ្សេងគ្នាបន្ទាប់មកយើងអាចដាក់ជាវងកញ្ចក់ដើម្បីប្រើការ៉េរួមហើយយើងអាចចែកមកជាទម្រង់ប្រភេទគឺបាន1លើ4អញ្ចឹងចម្លើយគឺស្មើនឹង1លើ4សូមកូនជួយចុចសញ្ញាកណ្ដឹងឲ្យអ្នកគ្រូម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីសូមអរគុណ